បាទសួស្តីបាទថ្ងៃនេះខ្ញុំសូមបង្ហាញអំពីទស្សនវិជ្ជានៅលើដំបូលផ្ទះបាទនេះលើដំបូលផ្ទះខ្ញុំមានអញ្ចឹងបាទមានចិញ្ចឹមត្រីហើយនឹងដាំបន្លែបាទចឹងនេះប្រភេទត្រីក្រឹមហ្នឹងទៅបាទវាប្រកាត់ចឹងទៅវាមានកូនមានអីដោយធម្មជាតិបាទចឹងវាមានច្រើនវានេះបោកខៀវចឹងទៅស្អាតចឹងណាបាទខៀវលីក្រហមចឹងទៅបាទមានច្រើនហើយមានកូនច្រើននៅក្នុងនេះចឹងខ្ញុំយកធុងស្តែនទឹកដែលខូចហ្នឹងខ្ញុំកាត់វាជាពីរចឹងទៅយកមកដាក់បានទាំងសងខាងបាទអាចចិញ្ចឹមត្រីបានទាំងសងខាងគាត់ថាកំខាងកម៉ូបយើងកាត់ហើយយើងដាក់ថង់ផ្លាស្ទិកគ្របវាចឹងទៅដើម្បីកុំឲ្យទឹកវាលិចបាទហើយក៏ខាងនេះបន្លែមានចលុងមានត្រឡោងមានជីស្លឹកគ្រៃចឹងទៅបាទនេះមកធុងនេះដែលជាត្រីក្រឹមដែរអញ្ចឹងអានេះខាងបាតអានោះខាងគម្របអញ្ចឹងយើងប្រើបានទាំងពីរយើងដាក់ទឹកបានទាំងពីរបាទហើយបាទខ្ញុំមានដាក់ត្រីក្រឹមត្រីអីអញ្ចឹងទៅបាទច្រើនក្នុងនោះមានបន្លែមានអីអញ្ចឹងទៀតទៅមានសណ្តែកគួរមានពពាយមានដើមស្ពឺដើមតបែកអញ្ចឹងទៅបាទនេះក៏ជាធុងចិញ្ចឹមដែរបាទនេះប្រភេទត្រីក្រឹមពណ៌យើងយកក្លំឆែបបើពណ៌យកកូនច្រើនណាស់ហើយនេះសិតតែ7ពណ៌ងាយទេបាទចាំវាអញ្ចឹងងាយវារស់នេះប្រកាត់ហើយបាទនេះកូនកន្លាក់ស៊ីស្អាតបាទមួយធុងនេះបានហើយយើង50-60កូនណាបាទនេះគឺខ្យងបើចឹងដាក់មួយធុងហើយទៅវាមានកផ្លោកមានចកហ្នឹងនៅសល់ហ្នឹងដាក់ឲ្យវាស៊ីចឹងទៅបាទក៏ជាត្រីដែរនោះក៏បន្លែច្រើនបាទតែធុងប្រកាត់ត្រីបាទច្រើនហើយខាងនេះក៏ដូចគ្នាដែរបាទគឺសើតត្រីក្រឹមត្រីកំពីពណ៌អញ្ចឹងទៅត្រីក្រឹមត្រីខ្លះអញ្ចឹងទៅបាទខ្លះចិញ្ចឹមចែកទឹកដើម្បីដួសឲ្យចំណីកូនត្រីនេះយើងដាក់នេះមានបន្លែអញ្ចឹងទៅដាំនេះមានតកួនមានស្ពៃអីចឹងបាទទៅដាក់ដាំនោះក៏ត្រីក្រឹមបាទកន្លែងនេះគឺកូនត្រីក្រឹមណាមានខ្លះញាស់ហើយខ្លះទៅតែប្រកាត់បាទចឹង4-10ធុងដែរទូទៅ3-4ខែក្រោយនឹងមានកូនត្រីពេញនឹងទៀតទេបាទសារកូនត្រីខ្ញុំនៅនេះខ្ញុំចិញ្ចឹមហើយគឺចាប់ប្របែកយកទៅដាក់តាំងអញ្ចឹងទៅបាទនៅលើផ្ទះនេះគឺអញ្ចឹងបាទមានលើសំឡេងយន្តហោះហ្នឹងគឺបានន័យថានៅលើហ្នឹងក៏មានយន្តហោះដែរបាទរោមើលនៅណាយន្តហោះចេះលើទៅសំឡេងអូនោះបាទនៅក្បែរពលានយន្តហោះដែរអញ្ចឹងមានយន្តហោះបាទនេះក៏ធ្វើម៉ូដថ្មីទៀតហើយបាទបាទរួមដាក់មាញ់កូនកាត់ផ្សេង
ការបង្កាត់ត្រីស្រួលដែរទៅបាទដូចអានេះ7ពណ៌អញ្ចឹងខ្ញុំរើសយកអាស្អាត The Pet Tiger ហើយនឹងគេហៅប្រភេទពណ៌រឿងសហ្នឹងបាទស្អាតចឹងមកគូហ្នឹងទៅយើងដាក់ចឹងទៅតែពីរថ្ងៃហ្នឹងគឺកូនពេញហើយបាទគឺវាមានកូនហើយបាទកូនច្រើនណាស់កាត់ប្រហែលថ្ងៃនេះដាក់ទៅមានកូនពណ៌សពេញហ្នឹងបាទទៅដាក់ប្រកាសមួយឈ្មោះមួយចឹងទៅបាទអស់មួយទៀតបាទចាមកអូយអស់ច្រើនបានទី1 2 ទី1ផងបាទខ្ញុំទៅខាងទៅបារាំងទៅណាមដឹងទេបាទច្រើនកន្លែងហ្នឹងក៏ជាកន្លែងបធូរអារម្មណ៍មួយដែរបាទព្រឹកឡើងថ្ងៃសៅរ៍ថ្ងៃអាទិត្យចឹងទៅឡើងមកសម្អាតដាក់ចំណីវាចឹងទៅបាទគេឡើងចេញធ្វើការ stress វិញឡើងមកលើស្រោចដំណាំហើយដាក់ចំណីឲ្យត្រីបាទនេះគឺក្តីសុខអ្នកចិញ្ចឹមត្រីបាទចូលចិត្តស្រឡាញ់ចិញ្ចឹមត្រីចឹងក៏រៀបចំកន្លែងចិញ្ចឹមចឹងទៅបាទគឺបានទាំងសុបាយចិត្តបានទាំងចំណូលទៀតបាទព្រោះអីហ្នឹងឥឡូវនេះត្រីឃើញទីផ្សារល្អបាទត្រីក្រឹមអញ្ចឹងបាទបើសិនយើងប្រកាសបានទៅក៏អាចរកចំណូលចូលបានច្រើនដែរបាទឥឡូវនេះរកត្រីលក់អត់មានទេអញ្ចឹងខ្ញុំចាប់ដើរប្រកាសថែមទៀតបាទអរគុណជម្រាបលាបាទ